ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូមួយនេះនៅក្នុងវីដេអូមួយនេះខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាមកទស្សនាកម្មវិធីជប់លៀងមុនចូលឆ្នាំនៅកន្លែងការងាររបស់ខ្ញុំដូច្នេះចង់ដឹងថាទស្សនវិជ្ជានៅទីនេះមានលក្ខណៈដូចម្តេចខ្លះសូមអញ្ជើញទស្សនាជាមួយខ្ញុំដូចតទៅនេះគឺជាសកម្មភាពនៃការដុតធ្យូងដើម្បីអាំងសាច់ហើយសាច់ដែលយើងត្រូវអាំងនោះគឺសាច់គោគឺយើងធ្វើលក្ខណៈបែប BBQ ចឹងបងប្អូនទាំងអស់គ្នាហើយម្ហូបដែលគេទទួលនៅទីនេះគឺមានច្រើនមុខដែរដូចជាប្រហិតជីនជើងមាន់បំពងក្រូចអាំងញ៉ាំមីអង្កងនិងភ្លៅមាន់បំពងហើយសូមបញ្ជាក់បងប្អូនថាកម្មវិធីនេះគឺគេធ្វើតាំងពីថ្ងៃសៅរ៍ទី11ខែមេសាឆ្នាំ2026បងប្អូនអរគ្នាតែខ្ញុំទឹកតែបានផុសថ្ងៃហ្នឹងទេចំពោះទស្សនវិជ្ជានៅទីនេះវិញដោយតែពុកម៉ែបងប្អូនទាំងអស់គ្នាកំពុងតែបានឃើញផ្ទាល់នៅកន្លែងនេះហើយនៅទីនេះគឺពុំសូវមានមនុស្សច្រើនប៉ុន្មានទេហើយចំពោះភេសជ្ជៈវិញគឺគេដាក់ទឹកក្រូចឲ្យម្នាក់1កំប៉ុងនិងស្រាម្នាក់3កំប៉ុងដល់ពេលចប់កម្មវិធីស្រានៅច្រើនដែរបងប្អូនដោយសារអត់សូវមានអ្នកហូបប្រហែលទេដូចខ្ញុំក៏អត់ហូបដែរបន្ទាប់ពីនឹងមកគេក៏មានកម្មវិធីលេងល្បែងប្រជាប្រិយខ្មែរផងដែរហើយនេះគឺជាសកម្មភាពនៃការលេងល្បែងវាយក្អមហើយនៅក្នុងក្អមហ្នឹងគឺគេមានដាក់លុយដែរប្រសិនបើយើងវាយបែកនឹងទទួលបានទឹកប្រាក់ចំនួន 5,000 រៀលហើយក្អមខ្លះក៏មានដល់ 25,000 30,000 តាមតែគេឧបត្ថម្ភថែមបងប្អូនយើងមើលឃើញថាពុំសូវមានមនុស្សច្រើនប៉ុន្មានទេប៉ុន្តែក៏មានភាពសប្បាយរីករាយម្យ៉ាងដែរបើមិនឲ្យសប្បាយមិនបងប្អូនមកចិត្តដល់ថ្ងៃចូលឆ្នាំហើយព្រោះបន្ទាប់ពីថ្ងៃហ្នឹងគឺបងប្អូនយើងទាំងអស់គ្នាបានទៅលេងស្រុកកំណើតរបស់យើងវិញដើម្បីទៅជួបជុំបងប្អូនគ្រួសារនិងដើម្បីជួយរៀបចំផ្ទះទទួលទេវតាឆ្នាំថ្មីទាំងអស់គ្នាអូខេអញ្ចឹងចូលដល់វីដេអូរបស់យើងវិញបន្ទាប់ពីលេងល្បែងបាយក្អមហើយបន្ទាប់ពីហ្នឹងគេលេងហូបផ្លែឈើប៉ុណ្ណាគ្នាគឺហូបផ្លែចេកអូខេអញ្ចឹងចាំទស្សនាថាតើអ្នកណាដែលហូបផ្លែចេកអស់មុនគេហើយផ្លែចេកហ្នឹងគឺចេកអំបោងបងប្អូនហើយផ្លែចេកហ្នឹងមិនមែនទូចទេបងប្អូនអរគ្នាតើយើងមើលនៅក្រៅបានដឹងថាធំហូបតែមួយតែឆ្អែតហ្នឹងហើយចំពោះលក្ខខណ្ឌគេហ្នឹងគឺមិនមែនត្រឹមតែហូបផ្លែចេកហ្នឹងឲ្យអស់ទេតែពេលដែលយើងហូបអស់ហើយគឺត្រូវរត់ទៅក្រៅវិញរត់ទៅដល់ទីហើយរត់មកវិញផ្លុំម្សៅដែលនៅខាងមុខហ្នឹងឲ្យអស់បន្ទាប់ពីផ្លុំម្សៅខាងមុខឲ្យអស់ហើយត្រូវរត់ទៅដល់ទីម្ដងទៀតទើបខ្លាចជាអ្នកឈ្នះហើយអ្នកឈ្នះហ្នឹងក៏ទទួលបានថវិកាដូចគ្នាដែរតែខ្ញុំអត់ចាំថាបានប្រមាណទេបងប្អូនហើយនេះគឺជាអ្នកឈ្នះរបស់យើងគឺបានទៅលើបងស្រីអាវខ្មៅហ្នឹងបន្ទាប់ពីខាងស្រីលេងចប់ហើយចូលដល់ខាងប្រុសវិញម្ដងអូខេអញ្ចឹងខាងប្រុសក៏លេងដូចគ្នាដែរបងប្អូនអរគ្នានៅពេលដែលយើងហូបចេកអស់ហើយគឺត្រូវមកផ្លុំម្សៅនឹងដូចគ្នាហើយតើអ្នកណាអ្នកឈ្នះចាំមើលទាំងអស់គ្នាតើហើយក្នុងចំណោមបេក្ខជនទាំង5នាក់ហ្នឹងក៏មាននៅពុកខ្ញុំម្នាក់ដែរបងប្អូនអរគ្នាគឺគាត់ហូបលឿនជាងគេគឺបានដល់ទីមុនគេហើយបានមកផ្លុំម្សៅមុនគេដែរហើយអ្នកឈ្នះហ្នឹងក៏អាចជាគាត់ផងដែរបងប្អូនអរគ្នាអញ្ចឹងគេឲ្យហូបឲ្យអស់ពីមាត់បានឲ្យផ្លុំម្សៅហ្នឹងឲ្យអស់ពីចានទៅខ្លាចជាអ្នកឈ្នះអូខេអញ្ចឹងខាងប្រុសហ្នឹងគឺយើងរកឃើញអ្នកឈ្នះហើយគឺឪពុករបស់ខ្ញុំអញ្ចឹងកម្មវិធីបន្ទាប់ហ្នឹងគឺគេយកអ្នកឈ្នះខាងស្រីឲ្យឈ្នះមិញហ្នឹងហើយអ្នកឈ្នះខាងប្រុសម្នាក់ដើម្បីធ្វើការប្រកួតគ្នាយកអ្នកឈ្នះលេខ1អញ្ចឹងបងប្អូនសាកទាយមើលថាតើខាងប្រុសឬក៏ខាងស្រីជាអ្នកឈ្នះតែនៅក្នុងវគ្គហ្នឹងគឺគេឲ្យហូបតែចេកឲ្យអស់ទេគឺអត់មានឲ្យផ្លុំម្សៅទៀតទេអញ្ចឹងអ្នកណាដែលហូបចេកអស់មុនគឺជាអ្នកឈ្នះដោយបងប្អូនឃើញនៅក្នុងវីដេអូហ្នឹងហើយគឺពុកខ្ញុំដាក់តែ2ម៉ាត់អស់តែហ្មងមិននិយាយដើមគាត់ទេបងប្អូនអរគ្នាតែយើងមើលឃើញចឹងមែនហើយនៅពេលដែលគាត់ឈ្នះហើយទទួលបានថវិកាឧបត្ថម្ភហើយក៏គាត់ចែកឲ្យគេខ្លះផងដែរបងប្អូនបន្ទាប់ពីនឹងមកយើងមកមើលបែកខានេរីរបស់យើងលោតតីប៉ុណ្ណឹងគ្នាវិញម្ដងចំពោះបែកខានេរីដែលត្រូវប្រគូតនោះគឺមាន6នាក់ថាតើអ្នកណានឹងឈ្នះយើងមកទស្សនាទាំងអស់គ្នាឃើញថាមានអ្នកដួលផ្ដាហើយសិនអ្នកជើងវែងហើយជ័យជំនះបានទៅលើបងស្រីអាវក្រហមនឹងឯងហើយក៏សូមអធិស្ឋានផងពុកម៉ែតាយាយទាំងអស់គ្នាដោយសារកាមេរ៉ាខ្ញុំកង់នឹងពលឺថ្ងៃក៏ថតទៅឃើញខ្មៅនឹងឯងអូខេអញ្ចឹងយើងមកមើលខាងប្រុសអ្នកលោតតីវិញម្ដងថាតើអ្នកណាអ្នកឈ្នះខាងប្រុសគឺមានអ្នកដួលហើយបងប្អូនហើយសិនអ្នកជើងវែងដូចគ្នាអូយើងរកឃើញអ្នកឈ្នះហើយខ្ញុំនិយាយមែនពុកម៉ែតាយាយទាំងអស់គ្នាខ្ញុំសោយតាំងពីនៅកន្លែងលេងផ្ទាល់ដល់ពេលខ្ញុំមកបញ្ចូលសម្លេងហ្នឹងក៏សោយទៀតដែរបន្ទាប់មកគេឲ្យអ្នកឈ្នះខាងប្រុសនិងខាងស្រីប្រកួតគ្នារកអ្នកឈ្នះលេខ1អូខេបងប្អូនសាកទាយបន្តមើលថាតើខាងស្រីឬក៏ខាងប្រុសជាអ្នកដែលឈ្នះនៅក្នុងការលោតតីនេះអញ្ចឹងគេចាប់ផ្ដើមហើយបងប្អូនមើលខាងប្រុសខំលោតជើងវែងមែនតែមើលខាងស្រីអត់ដល់ទីទេរត់អត់ទាន់ដល់ទីរត់ទៅវិញលេងខូចគេហើយនេះគឺជាអ្នកឈ្នះដេកបាទបងប្អូនចឹងបន្ទាប់ពីលេងល្បែងប្រជាប្រិយខ្មែរចប់ក៏ពួកគាត់ធ្វើការរាំលេងកម្សាន្តជុំគ្នាហើយនៅក្នុងកម្មវិធីថ្ងៃជប់លៀងហ្នឹងគឺអត់សូវមានអ្នកហ៊ានហូបស្រាប្រហែលទេដោយសារអីដោយសារពួកគាត់ត្រូវទៅស្រុកវិញឆ្ងាយអញ្ចឹងពួកគាត់អត់សូវហ៊ានហូបប្រហែលនេះដើម្បីសុវត្ថិភាពតាមផ្លូវហ
ហើយពួកគាត់អ្នកខ្លះផ្ទះនៅឆ្លងខេត្តនោះគឺអ្នកខ្លះនៅព្រៃវែងអ្នកខ្លះនៅត្បូងឃ្មុំនិងខេត្តផ្សេងៗទៀតហើយមកធ្វើការនៅខេត្តស្វាយរៀងនឹងឯងព្រោះយើងដឹងហើយថាស្វាយរៀងគឺជាខេត្តដែលមានសេដ្ឋកិច្ចដ៏ធំមួយនៅក្នុងប្រទេសកម្ពុជាយើងផងដែរព្រោះសម្បូរទៅដោយតំបន់ឧស្សាហកម្មជាច្រើនកន្លែងហើយអ្វីដែលកាន់តែប្លែកនោះនៅពេលដែលរំហ្នឹងគឺពួកចែកកើនាំគ្នាមកព្រាចលុយព្រាតតែម្ដងបងប្អូនហើយខ្ញុំណាឡៃតែថតឡៃតែសប្បាយហ្នឹងពិតទេគ្មានរើសបានមកស្លឹកអង្គគេទេបងប្អូនហើយគេរើគ្រប់គ្នាដល់ពេលខ្ញុំហ្នឹងគឺអំបិលអញ្ចឹងបន្ទាប់ពីរំលេងកំសាន្តចប់គឺដល់វគ្គចាប់រង្វាន់ហើយរង្វាន់របស់គេហ្នឹងគឺមានកង្ហាឆ្នាំងដាំបាយអគ្គិសនីកំសៀវដាំទឹកអគ្គិសនីហើយមានទាំងខ្ទះឆាវែកឆាមីនំធុងនិងទឹកក្រូចជាដើមហើយបងប្អូនដឹងថាខ្ញុំចាប់បានអីអត់នេះណែគឺនំធុង